ជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆ្លើយសំណួរជីវវិទ្យាneuron គឺជាកោសិកាប្រសាទដែលមាននាទីឯកតេយ្យកម្មដឹកនាំព័ត៌មានទៅកាន់ពាក្យពេញសារពាង្គកាយអង្គផ្លុតប្រសាទគឺជាព័ត៌មានដែល neuron ដឹកនាំទៅកាន់ពាក្យពេញសារពាង្គកាយហើយកោសិកាប្រសាទគឺមានរូបគុំដូចជាដងត្រេតតួកោសិកានិងអាក់សូនដែលដងត្រេតគឺជារូបគុំ neuron ហើយមានលក្ខណៈជាសរសៃឆ្មារខ្លីៗបែកចេញពីតួកោសិកាមាននាទីដឹកនាំព័ត៌មានមាននាទីទទួលយកអង្គផ្លុតប្រសាទពី neuron ផ្សេងទៀតតួកោសិកាគឺជារូបគុំ neuron តួកោសិកាមានតួកោសិកាធំដែលមានផ្ទុកនាទីផ្ទុកសារធាតុនេះប្រដាប់កូស៊ី neuron ភីព្រីហើយអាក់សូនគឺជារូបគុំរបស់ neuron ជាពន្លយបែកចេញពីតួកោសិកាមាននាទីជាពន្លយបែកចេញពីតួកោសិកាមានលក្ខណៈជាមានតែមួយវែងហើយធំមាននាទីកិច្ចការពារតួកោសិកាហើយទៅតាមនាទីរបស់ neuron គេចែក neuron ជា3គឺ neuron វិញ្ញាណម neuron ចលករនិង neuron ភ្ជាប់ឬអន្តរ neuron neuron ចលករ neuron វិញ្ញាណមមាននាទីទទួលយកមាននាទីបញ្ជូនទៅតាមនាទីរបស់neuron គេចែក neuron ជា3គឺ neuron វិញ្ញាណម neuron ចលករនិង neuron ភ្ជាប់ឬអន្តរ neuron neuron វិញ្ញាណមមាននាទីដឹកនាំព័ត៌មានពីថ្មូលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទហើយ neuron ចលករមាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាកពេញឬសាច់ដុំហើយ neuron ភ្ជាប់ឬអន្តរ neuron មានស្ថិតនៅចន្លោះរវាង neuron ភ្ជាប់ស្ថិតនៅចន្លោះរវាង neuron វិញ្ញាណមនិង neuron ចលករមាននាទីបញ្ជូនបន្តនៅព័ត៌មាននៃ neuron វិញ្ញាណមនិង neuron ចលករ